ទម្លាក់លុយចូលទៅក្នុងរណ្ដៅសីមាដើម្បីជាការបួងសួងសុំសេចក្តីសុខសេចក្តីចម្រើននិងពងប្រាថ្នាតាមអ្វីដែលយើងចង់បានជាក់ស្ដែងកម្មវិធីនេះគឺកម្រនឹងមានខ្លាំងមែនទែនគឺយូរមានម្ដងទេនៅក្នុងកម្មវិធីនេះដែរគឺស្ថិតនៅក្នុងវត្តកំចាញ់មាសស្ថិតនៅក្នុងឃុំកញ្ញូងស្រុកកំចាញ់មាសខេត្តព្រៃវែងដែលជាកម្មវិធីបនបញ្ចុះសីមាហើយជាតិពេលទំនេរថ្ងៃនេះខ្ញុំក៏បានទៅយកលុយដើម្បីទៅដាក់តាមដៅសីមានីមួយដើម្បីជាការបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនហើយក៏ដូចជាបងប្រាថ្នាតាមអ្វីដែលយើងចង់បានជាក់ស្ដែងនៅកម្មវិធីបនបញ្ចុះសីមានេះដែរមិនថាខ្ញុំមិនថាអ្នកផ្សេងទេពេលច្រើនគឺមិនសូវជាដឹងទំនៀមទម្លាប់នៃការធ្វើនោះទេជាក់ស្ដែងសម្បីតែពេលខ្លះតើតែចាស់ប្រាប់ទៅយើងបានដឹងថាគេធ្វើមិនចឹងទៅអញ្ចឹងណាអញ្ចឹងទៅក៏គាត់មានការណែនាំអញ្ចឹងទៅក៏យើងចាប់ដើមធ្វើតាមគាត់អញ្ចឹងទៅជាក់ស្ដែងគឺខ្ញុំអត់ដឹងទេទំនៀមទម្លាប់យ៉ាងឲ្យពួកបីជាទំនៀមទម្លាប់នៃការបននេះគឺមានតាំងតែពីបរមបុរាណមកក៏ដោយអញ្ចឹងណាមុនមកចឹងហើយថ្ងៃនេះគឺឆ្លៀតពេលទំនេរដើម្បីយកលុយដើម្បីទៅទម្លាក់នៅក្នុងដៅសីមាដើម្បីជាការបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនក៏ដូចជាបងប្រាថ្នាតាមអ្វីដែលយើងចង់បានចឹងហើយគឺនៅពេលដែលបងប្អូនមកទម្លាក់លុយទម្លាក់អីចឹងទៅក៏មានលោកតាដែលគាត់ឈរចាំហ្នឹងគឺគាត់ឲ្យពរយើងបន្ថែមអញ្ចឹងណាឲ្យយើងមានសំណាងល្អរកស៊ីមានបានជោគជ័យក្នុងការសិក្សាការងារផ្សេងអញ្ចឹងទៅបងប្អូនអញ្ចឹងជាក់ស្ដែងដែរនៅក្នុងវត្តកំចាញ់មាសនេះដែរគឺមានការប្រពៃកម្មវិធីបុណ្យហ្នឹងគឺមានរយៈពេល3ថ្ងៃថ្ងៃ27 28និង29បងប្អូនណាបាទចឹងហើយគឺខ្ញុំទៅនេះគឺទៅថ្ងៃទី27ចឹងនៅថ្ងៃទី28 29 2ថ្ងៃទៀតបងប្អូនអញ្ចឹងបងប្អូនដែលនៅចិត្តឬក៏បងប្អូនដែលចង់មកចូលរួមគឺអាចមកចូលរួមបានពីព្រោះកម្មវិធីបុណ្យនេះគឺកម្រមានខ្លាំងមែនតើបងប្អូនណាបាទយូរគឺមានម្ដងទេបាទចឹងចំពោះរណ្ដៅសីមានេះគឺនៅជុំព្រះវិហារហ្នឹងគឺមានចំនួន8សងខាងណាបងប្អូនមកហើយនៅលើវិហារហ្នឹងគឺមានមួយទៀតដែលជារណ្ដៅធំចឹងទៅបងប្អូនណាចឹងហើយគឺចំពោះការទម្លាក់លុយគឺបងប្អូនអាចដាក់តាមទិដ្ឋាទៅទឹកចិត្តទិដ្ឋាចិត្តខ្លះបងប្អូនប្រហែលគឺដាក់ប៉ុណ្ណឹងទៅហើយនេះគឺជារណ្ដៅធំបងប្អូនណានៅក្នុងព្រះវិហារណាបងប្អូនហើយចូលមកដល់ក្នុងព្រះវិហារនេះគឺពិតជាស្អាតខ្លាំងមែនទែនបងប្អូនណាបាទគឺយើងមើលឃើញពីការរៀបចំឡើងវិញនៃព្រះវិហារនេះគឺមើលមកស្អាតខ្លាំងមែនទែនសូមសរសើរចំពោះថ្នាក់ដឹកនាំក៏ដូចជាបច្ចេកអធិការវត្តនៅវត្តកំចាញ់មាសផ្ទាល់តែម្ដងបងប្អូនណាគឺគាត់រៀបចំបានស្អាតខ្លាំងមែនទែនបងប្អូនមើលមកគឺស្អាតតែម្ដងបងប្អូនណាគឺតាក់ភ្នែកតែម្ដងបាទគឺខ្ញុំចូលហើយគឺសរសើរតែម្ដងចំពោះការរៀបចំចំពោះការធ្វើផ្សេងអញ្ចឹងទៅបងប្អូនណាបាទចឹងហើយគឺសម្រាប់បងប្អូនដែលចង់មកចូលរួមគឺអាចមកចូលរួមបានបងប្អូនណាគឺនៅរយៈពេល2ថ្ងៃទៀតបងប្អូនបាទថ្ងៃ28 29បងប្អូនណាបាទចឹងហើយគឺវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេគាត់តែចង់បង្ហាញបងប្អូនណាដែលមានបំណងចង់មកចូលរួមនេះគឺអាចមកចូលរួមបានបងប្អូនណាបាទគឺវាកម្រមានខ្លាំងមែនតើកម្មវិធីនេះគឺយូរមានតែម្ដងទេបាទ